ងល់ថាកន្លែងណាខ្លះដែលយើងត្រូវធ្វើការផ្លាស់ប្ដូរគ្រឿងស៊ីនឬក៏គ្រឿង original ពីឡានហ្នឹងពីខ្ញុំគឺបើមានលទ្ធភាពក្នុងការផ្លាស់ប្ដូរគ្រឿង original គឺយើងអាចធ្វើការផ្លាស់ប្ដូរបានគ្រប់កន្លែងនៅក្នុងឡានវាល្អវាស្អាតហើយវាហាប់ណែនជាពិសេសគឺយើងប្រើវាបានយូរសម្រាប់យើងលទ្ធភាពមិនអាចប្រើគ្រឿង original បានយើងត្រូវជ្រើសរើសនៅកន្លែងណាដែលយើងគួរតែប្រើគ្រឿង original កន្លែងណាដែលយើងគួរតែប្រើគ្រឿងមិនថាមិនល្អទេប៉ុន្តែជា after market មួយដែលយើងអាចប្រើបានដូចគ្នាគ្រាន់តែប្រើវាអត់បានយូររយៈពេលខ្លីណាមួយចឹងតាអញ្ចឹងកន្លែងដែលយើងគួរតែប្រើគ្រឿង original ណាគឺជាតំបន់ដែលសុវត្ថិភាពសម្រាប់យើងបើកបរអញ្ចឹងកន្លែងណាខ្លះដែលសុវត្ថិភាពវាពាក់ព័ន្ធទៅលើប្រព័ន្ធហ្វ្រាំងវាពាក់ព័ន្ធទៅលើប្រព័ន្ធចង្កូតវាពាក់ព័ន្ធទៅលើប្រព័ន្ធគ្រឿងក្រោមមួយចំនួនដូចជាដុំកង់ដូចជាអាវ៉ាសេជាដើមដូចជាខ្សែពានអញ្ចឹងកន្លែងហ្នឹងគឺបងគួរតែពិចារណាលើគ្រឿង original ប្រសិនបើមិនបានគ្រឿង original ទេក៏បានគ្រឿងគេហៅថាប្រភេទ OEM ប្រភេទ brand ណាមួយដែលយើងអាចទុកចិត្តបានដូចជា Bose Denso Hitachi អីចឹងទៅអាហ្នឹងយើងប្រើវាមកអត់ខុសទេជាងជៀសវាងយើងប្រើគ្រឿងដែល copy ឬគ្រឿងដែលคล้ายៗឬគ្រឿងដែលមិនមានគុណភាពអញ្ចឹងណាបងសម្រាប់ after market បើយើងទុកចិត្តបានក៏យើងអាចប្រើវាបានដែរនៅចំណុចណាមួយគ្រាន់ថាវាឆាប់ខូចវាឆាប់មានបញ្ហាសម្រាប់ពីខ្ញុំទៅបើអាចប្រើ original ឬក៏សម្រាប់ OEM brand ណាមួយដែលខ្ញុំលើកឡើងខាងលើមិញហ្នឹងអញ្ចឹងពីព្រោះកន្លែងហ្នឹងជាសុវត្ថិភាពរបស់យើងហើយយើងត្រូវការបើកបរពេលខ្លះយើងបើកលឿនឧទាហរណ៍ថាដុំកង់ចុះបងដាក់គ្រឿងដែលមិនល្អបងរត់នៅក្នុងទីក្រុងយឺតអត់ជាបញ្ហាទេប្រើបានយូរប៉ុន្តែនៅពេលដែលបងឡើងផ្លូវ highway ឬក៏ផ្លូវលឿនហើយដឹកធ្ងន់ទៀតដុំកង់គឺវាទ្រទាំងទម្ងន់ហើយវារង្វិលទៀតអញ្ចឹងកាលណាឡានយើងលឿនទម្ងន់ធ្ងន់វានឹងកើតទៅជាកម្ដៅកាន់តែខ្លាំងអញ្ចឹងវាធ្វើឲ្យមានបញ្ហាអញ្ចឹងបងអាចពិចារណានៅកន្លែងហ្នឹងហើយនៅពេលដែលជាងគេមានជំនាញគេនឹងប្រាប់មកយើងតែម្ដងថាកន្លែងនេះបងគួរតែប្រើគ្រឿងនេះកន្លែងនេះគួរតែប្រើគ្រឿងនេះប្រសិនបើយើងអត់មានលទ្ធភាពគ្រប់កន្លែងទាំងអស់ជាគ្រឿង original ណាយើងអាចជ្រើសរើសអាច select បានអញ្ចឹង